សាលាដំបងរាជធានីភ្នំពេញនាថ្ងៃទី21ខែវិច្ឆិកាបានសួរចម្លើយសកម្មជនជាប់ឃុំភឹងសុភានិងសានសិទ្ធដែលជាចុងចម្លើយពីអ្នកកណោសវនិការរួមគ្នាជាមួយសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្រុនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុបញង់ជំវិញការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងអភិវឌ្ឍក្នុងតំបន់ព្រំដែនកញ្ញាសភានិងលោកសិទ្ធជាចុងចម្លើយក្នុងចំណោមចុងចម្លើយចំនួន35ទីនាក់នៅក្នុងសវនាការជាដំណាក់កាលដាច់ពីគ្នាហើយពួកគេភាគច្រើនបានចំណាយពេលជាង1ឆ្នាំស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នក្រោយពីត្រូវបានចាប់ខ្លួនបន្ទាប់ពីរិះគន់តំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាម CLVDTA ដែលជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខអនុតំបន់ដែលរដ្ឋាភិបាលបានដកខ្លួនកាលពីឆ្នាំមុនលោកញឹមពិសាលចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញក៏បានស្ដាប់សក្ខីកម្មពីមន្ត្រីនគរបាលនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងមហាផ្ទៃផងដែរចុងចម្លើយម្នាក់ទៀតឈ្មោះចាក់បានមុនីដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយមានការធានាកាលពីដើមឆ្នាំនេះក្រោយពីសារភាពកំហុសមិនបានចូលរួមសវនាការនាថ្ងៃស្រុកនេះទេចំណែកលោកស្រួនបានចូលរួមប៉ុន្តែមិនត្រូវបានសួរចម្លើយឡើយការបង្ក្រាបលើអ្នករិះគន់គម្រោង CLVDTA បានធ្វើឡើងទៅលើមនុស្សជិត100នាក់ក្នុងឆ្នាំ2015ក្នុងនោះមានទាំងកុមារផងដែលត្រូវបានក្រុមសិទ្ធិមនុស្សពិពណ៌នាថាជាសកម្មភាពដែលធ្វើតាមអំពើចិត្តនិងខុសច្បាប់ចុងចម្លើយភាគច្រើនប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ដែលជាបទចោទត្រូវបានគេរិះគន់ជាទូទៅនៅកម្ពុជាដោយអ្នកខ្លំមើលសេរីភាពស៊ីវិលនិយាយថាត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីកំណត់គោលដៅលើអ្នករិះគន់រដ្ឋាភិបាលតុលាការនឹងបន្តស្ដាប់សក្ខីកម្មសាក្សីនិងពិនិត្យភស្តុតាងមុនពេលចៅក្រមញឹមពិសាលចេញសរក្រមថ្ងៃសម្រាប់សវនាការបន្ទាប់មិនទាន់បានប្រកាសនៅឡើយទេចុងចម្លើយបានអះអាងភាពស្អាតស្អំរបស់ខ្លួននៅពេលសួរចម្លើយដោយសោភាលើកឡើងថាអ្វីដែលខ្លួនធ្វើជាសិទ្ធិសេរីភាពបញ្ចេញមតិប៉ុណ្ណោះសោភាបានប្រាប់តុលាការថាខ្ញុំមិនអាចទទួលយកការចោទប្រកាន់ក្រោមបទញុះញង់នឹងបានទេពីព្រោះការនិយាយដោយត្រង់ៗរបស់ខ្ញុំគឺក្នុងគោលបំណងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យគោរពច្បាប់ស្របតាមរដ្ឋធម្មនុញ្ញលោកសិទ្ធបានប្រាប់តុលាការថាលោកមិនបានដឹងអំពីការរិះគន់របស់ក្រុមនេះចំពោះគម្រោង CLVDTA នោះទេមន្ត្រីក្រសួងមហាផ្ទៃសុនបូរ៉ាមីបានប្រាប់តុលាការថាចុងចម្លើយត្រូវបានចាប់ខ្លួនពីការប្រព្រឹត្តបទល្មើសជាក់ស្ដែងដោយបានបង្ហោះវីដេអូចោទប្រកាន់ថារដ្ឋាភិបាលបានកាត់ទឹកដីកម្ពុជាឲ្យវៀតណាមបូរ៉ាមីបានបដិសេធមិនឆ្លើយពេលមេធាវីកម្ពុជាចិនថាមេធាវីការពារក្តីឲ្យក្រុមសកម្មជននេះសួរថាតើនគរបាលមានដីកាណាម្ណោះមិនត្រូវបានសួរចម្លើយឡើយអំចិនថាមេធាវីការពារក្តីឲ្យក្រុមសកម្មជននេះបាននិយាយថាលោករំពឹងថាកូនក្តីរបស់លោកនឹងត្រូវបានដោះលែងដោយសារតែពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយលោកបានលើកឡើងថាក្រោយពីការជជែកដេញដោតនិងសួរចម្លើយនាព្រឹកនេះយើងមិនបានឃើញភស្តុតាងណាប្រឆាំងនឹងកូនក្តីរបស់យើងទេសូម្បីតែចម្លើយរបស់មន្ត្រីប៉ូលីសក៏មិនច្បាស់លាស់ផងប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍនៅកម្ពុជាហៅកាត់ថាអាត់ហុកលោកនីសុខាបានអំពាវនាវឲ្យដោះលែងសកម្មជនទាំងនោះដោយលើកឡើងថាពួកគេបានចំណាយ2/3នៃការផ្ដន់ទោសពីបទញុះញង់រួចហើយនៅក្នុងការឃុំខ្លួនបណ្ដោះអាស